នេះខ្ញុំថាណាសូមគោរពនឹងជំរាបសួរទស្សនិកជនដែលកំពុងតាមដានទស្សនាជាទីមេត្រីចាគណៈពេលនេះលោកអ្នកបានជួបជាមួយនឹងនាងខ្ញុំនៅក្នុងកិច្ចសម្ភាសន៍ដ៏ពិសេសមួយដែលស្ដីអំពីការគ្រប់គ្រងពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ2014ហើយនៅថ្ងៃនេះជាវត្តមានដ៏ពិសេសដោយនៅក្នុងនោះគឺមានវត្តមានរបស់ឯកឧត្តមគង់វិបុលដែលឯកឧត្តមគឺជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារនឹងជួបជាមួយនៅក្នុងកិច្ចសម្ភាសន៍នេះដើម្បីជម្រាបជូនទស្សនិកជនឲ្យកាន់តែលម្អិតស្ដីពីពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំនេះតតែម្ដងទស្សនិកជនសូមជួបជាមួយនឹងឯកឧត្តមដូចតទៅចាជម្រាបសួរឯកឧត្តមចាជម្រាបសួរចាឯកឧត្តមនាងខ្ញុំជឿជាក់ថាសម្រាប់ប្រធានបទនៅថ្ងៃនេះប្រកាសជាប្រធានបទដ៏ពិសេសមួយសម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសតែម្ដងសម្រាប់ឆ្នាំ2014នេះពីព្រោះដោយសារតែសប្តាហ៍ថ្ងៃនេះមានកំណើននៅរថយន្តក៏ដូចជាមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទតែម្ដងឯកឧត្តមនៅក្នុងនេះចង់ជម្រាបសួរសំណួរជាដំបូងតែម្ដងថាតើការប្រមូលពន្ធទៅលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ2014នេះនឹងចាប់ផ្ដើមនៅថ្ងៃណាដែរឯកឧត្តមចាសូមអរគុណកញ្ញាថាណាដែលបានមកសម្ភាសន៍ខ្ញុំពាក់ព័ន្ធទៅនឹងការងារប្រមូលពន្ធមធ្យោបាយលើយានជំនិះគ្រប់ប្រភេទនៅក្នុងឆ្នាំ2014នេះខ្ញុំសូមជម្រាបថានៅក្នុងឆ្នាំ2014នេះគឺការប្រមូលពន្ធមធ្យោបាយគ្រប់ប្រភេទទាំងអស់គឺត្រូវចាប់ផ្ដើមនៅថ្ងៃទី19ខែឧសភាឆ្នាំ2014នេះតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុនៅក្នុងប្រកាសលេខ548សហវចុះថ្ងៃទី7ខែឧសភាដែលក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុបានអនុញ្ញាតឲ្យអគ្គនាយកដ្ឋានពន្ធដារធ្វើការចាប់ផ្ដើមប្រមូលពន្ធមធ្យោបាយគ្រប់ប្រភេទនៅក្នុងឆ្នាំ2014នេះហើយចាឯកឧត្តមចាប់ផ្ដើមពីថ្ងៃទី19ក្នុងខែឧសភារហូតដល់ថ្ងៃទីប្រហែលដែរឯកឧត្តមចារហូតដល់ថ្ងៃទី31ខែ12តែម្ដងខែនោះចាបាទអតិថិជនមានរយៈពេល6ខែសម្រាប់ធ្វើការបង់ពន្ធនេះបាទឯកឧត្តមនេះខ្ញុំជឿជាក់ថាប្រជាពលរដ្ឋយើងដែលកំពុងតែទស្សនានៅកិច្ចសម្ភាសន៍មួយនេះចង់ដឹងថាតើភាពខុសប្លែកគ្នារវាងការបង់ពន្ធសម្រាប់ឆ្នាំ2014នេះទៅលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះរបស់គាត់នឹងខុសប្លែកពីការពីឆ្នាំកន្លងទៅយ៉ាងដូចម្តេចខ្លះដែរឯកឧត្តមបាទការប្រមូលពន្ធមធ្យោបាយគ្រប់ប្រភេទនេះគឺវាហាក់បីដូចជាអនុវត្តដោយឆ្នាំកន្លងទៅអញ្ចឹងក៏ប៉ុន្តែនៅក្នុងឆ្នាំនេះគឺមានការកែប្រែបន្តិចបន្តួចដោយនៅក្នុងឆ្នាំ2014នេះនៅក្នុងច្បាប់ស្តីអំពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ2014គឺយើងបានធ្វើវិសោធនកម្មការកំណត់ថ្នាក់ពីមុនយើងកំណត់តែ2ថ្នាក់ទេគឺចាប់ពីឆ្នាំទី1ដល់ឆ្នាំទី5និងឆ្នាំទី5ឡើងទៅក៏ប៉ុន្តែឆ្នាំនេះគឺយើងកំណត់ពីឆ្នាំទី1ដល់ឆ្នាំទី5ចាហើយឆ្នាំទី5ដល់ឆ្នាំទី10និងឆ្នាំទី10ឡើងទៅដូច្នេះអ្នកបង់ពន្ធគឺមាន3ចំណាត់ថ្នាក់ដែលត្រូវការបង់ពន្ធឧទាហរណ៍ដូចជាកន្លងទៅអ្នកដែលមានឡានកម្លាំងពី4ក្បៀសកន្លះទៅគឺឆ្នាំណាក៏ត្រូវជាប់បង់ពន្ធ2លានដែរក៏ប៉ុន្តែតាមការពិចារណារបស់រដ្ឋាភិបាលទៅគឺថាយើងត្រូវតែផ្ដល់សមត្ថភាពឲ្យអ្នកជាប់ពន្ធជាពិសេសអ្នកដែលមានរថយន្តចំណាស់បន្តិចអាចមានការបន្ធូរបន្ថយពន្ធខ្លះដែរបាទដូច្នេះឧទាហរណ៍ថាឡាន Land Cruiser មួយដែលមានអាយុ10ឆ្នាំឡើងទៅ2ឆ្នាំទៅត្រូវបង់2លានចាបាទតែឆ្នាំនេះបើសិនជារថយន្តនោះជាង10ឆ្នាំគឺពន្ធចុះមកនៅត្រឹមតែ8សែនរៀលទេបាទនេះថាគិតទៅតាមអាយុកាលរបស់រថយន្តនោះចាគិតតាមអាយុកាលឧទាហរណ៍ឆ្នាំស៊េរីថ្មីចាប់ពីឆ្នាំ2014ឆ្នាំផលិតឡើងទៅដល់5ឆ្នាំគឺតម្លៃនៅតែ2លានរៀលនៅក្នុងមួយឆ្នាំចាក៏ប៉ុន្តែបើសិនជារថយន្តនោះវាមានអាយុកាលពី5ឆ្នាំឡើងទៅ10ឆ្នាំគឺយើងបញ្ចុះពន្ធមកត្រឹមតែ1លាន2សែនរៀលទេហើយបើសិនជាពី10ឆ្នាំឡើងទៅវានៅសល់8សែនចាដូច្នេះមាន3ដំណាក់កាលចាហើយមានរថយន្តមួយចំនួនទៀតដែលនៅកម្លាំងក្រោម4ក្បៀសឡើងទៅហ្នឹងគឺ
មានការកែប្រែបន្តិចបន្តួចទេប៉ុន្តែវាមានដំណាក់កាល3ដូចគ្នា3ចំណាត់ថ្នាក់3ដូចគ្នា អាយដាមនឹងខ្ញុំជឿជាក់ថាព័ត៌មាននៃការបញ្ចុះពន្ធនេះប្រជាពលរដ្ឋក៏ជាសប្បាយចិត្តដែរជាពិសេសគឺបងប្អូនដែលមានរថយន្តប្រភេទថាដោយតែអាយដាមមានប្រសាសន៍បាញ់មិញថាឡានគាត់ចាស់សមតែបងប្អូនស្មើគេឡានថ្មីដែរចាប៉ុន្តែនៅក្នុងនោះតើប្រជាជនអាចជ្រាបនៅព័ត៌មានជាពិសេសគឺតម្លៃនៃការបងប្អូនរបស់គាត់នៅទីតាំងណាខ្លះដែរអាយដាមចាយើងខ្ញុំឆ្នាំនេះយើងធ្វើប្លែកទៅទៀតសម្រាប់មិញថាមានអីប្លែកចាគឺយើងខ្ញុំបានធ្វើជាកម្មវិធីមួយនៅក្នុងcomputer ដាក់ជូនទៅក្នុងគេហៅ App Store អ្នកដែលមានទូរស័ព្ទ Samsung នេះយើង download ពី App Store មកអត់គិតថ្លៃទេគឺយើងអាចវាយឆ្នាំផលិតចាហើយនឹងកម្លាំងម៉ាស៊ីនចូលទៅគឺឃើញតម្លៃពន្ធនៅក្នុងហ្នឹងឯងបាទចាឆ្នាំនេះទៀតគឺថ្លៃត្រង់ចេះយើងខ្ញុំបានរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យមួយដោយអគ្គនាយកដ្ឋានពន្ធដារផ្ទាល់គឺតាមប្រព័ន្ធ IT ចាដើម្បីគ្រប់គ្រងទិន្នន័យនឹងឲ្យច្បាស់លាស់ហើយបានយើងខ្ញុំស្នើសុំរដ្ឋាភិបាលជាពិសេសក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុឲ្យអ្នកជាប់ពន្ធមានលទ្ធភាពទៅបង់ពន្ធនៅតាមធនាគារដែលចុះអនុស្សាវនៈជាមួយក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុដូចជាធនាគារកាណាឌានិងធនាគារអេស៊ីលីដាចានៅគ្រប់សាខារបស់ធនាគារទាំងនោះគឺមានទទួលការបង់ពន្ធនឹងអ្នកជាប់ពន្ធអាចទៅបំពេញនៅលិខិតប្រកាសដាក់ជូនធនាគារហើយបង់លុយឲ្យគេទៅគឺបានដែរហើយនៅតាមសាខាក៏យើងបើកចំហឲ្យអ្នកជាប់ពន្ធទៅបង់ដូចគ្នាអញ្ចឹងហើយនៅនាយកដ្ឋានជាប់ពន្ធធំនៅអគ្គនាយកដ្ឋានពន្ធដារក៏អាចមកបង់ពន្ធបានដែរចំពោះរថយន្តដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចា៎បាទហើយចំពោះកម្មសិទ្ធិកររបស់យានយន្តទាំងអស់អញ្ជើញទៅបង់នៅសាខានៅធនាគារអេស៊ីលីដាធនាគារកាណាឌាសាខាពន្ធដារក៏បានដែរដូច្នេះមានជាពលរដ្ឋគឺទលំទលាយជាមួយច្រើនសេវាមានការរីកចម្រើនច្រើនដូច្នេះមិនចាំបាច់ធ្វើដំណើរមករងចាំនៅសាខាពន្ធដារដូចមុនទៀតទេហើយឆ្នាំក្រោយទៀតយើងនឹងវិនិច្ឆ័យបើសិនជាឆ្នាំនេះយើងគ្រប់គ្រងទិន្នន័យទាំងអស់គឺទៅតាមភ្នាក់ងាររបស់ Wing ក្រុមហ៊ុន Wing ដែលប្រទេសប្រាក់ទេហ្នឹងគាត់មាន1200សាខាចាអញ្ចឹងដើរទៅតាមទីផ្សារជុំជនណាក៏ឃើញWing ដែរបាទអញ្ចឹងជាពលរដ្ឋមិនបាច់ចាំមកសាខាទេចាបង្ហាញយ៉ាងតិចទៀតយើងខ្ញុំមានធ្វើជាអត្តសញ្ញាណមួយសម្រាប់ស្គាល់របស់ការបង់ពន្ធយានយន្តរបស់គាត់ឆ្នាំក្រោយមិនបាច់មកពេញលិខិតប្រកាសទេឲ្យគាត់លំបាកទៅពេញលិខិតប្រកាសសរសេរច្រើនទេយកតែកាតអត្តសញ្ញាណកម្មរបស់ពន្ធដារដែលធ្វើជូនទៅហ្នឹងយកទៅបង្ហាញនៅ Wing សាខាធនាគារសាខាពន្ធដារគឺយើងគ្រាន់តែបាញ់ scanner ចូលទៅគឺយើងឃើញព័ត៌មានហ្នឹងពីព័ត៌មានមានន័យថាឃើញគ្រាន់តែឃើញកម្លាំងម៉ាស៊ីនឃើញរថយន្តមកប្រភេទណាដែលត្រូវបង់ពន្ធប្រហែលហើយចាបាទហើយចំពោះឈ្មោះអតិថិជនយើងមិនឲ្យឃើញទេបាទរក្សាការសម្ងាត់ជូនប្រជាពលរដ្ឋយើងដូច្នេះនៅខាងគ្រប់ភ្នាក់ងារវិញឆ្នាំក្រោយទៀតឆ្នាំនេះបើធ្វើមិនទាន់ទេពីព្រោះនៅតាមសាខាធនាគារកាណាឌាឬក៏អេស៊ីដាយើងធ្វើទាន់ឯណាបំបញ្ញនេះបានលើកឡើងអំពីកាតដែលទស្សនិកជនក៏ដូចជាប្រជាពលរដ្ឋកម្ពុជារបស់យើងមានភាពងាយស្រួលជាងមុនតើសម្រាប់កាតនេះគាត់ត្រូវចំណាយដែរទេហើយគាត់អាចទៅយកនៅណាបានឯកឧត្តមចា៎បាទនេះជាសំណួរល្អដែលហើយសំខាន់ទៀតចំពោះឆ្នាំនេះយើងបានកសាងនៅប្រព័ន្ធ IT ហ្នឹងគឺដើម្បីគ្រប់គ្រងទិន្នន័យរបស់គាត់ឲ្យបានគឺយើងបានរៀបចំនៅក្នុងលិខិតបំពេញបែបបទឲ្យគាត់ដូចបំពេញលិខិតប្រកាសបង់ពន្ធហ្នឹងគឺនៅក្នុងកឡោនមួយបើសិនជាអតិថិជនលោកចង់បានកាតហ្នឹងគឺសុំគូសនៅក្នុងប្រអប់លិខិតប្រកាសហ្នឹងបាទដើម្បីស្នើសុំធ្វើកាតនេះតែម្ដងធ្វើបានសម្គាល់សម្រាប់ការបង់ពន្ធមធ្យោបាយទាំងជូនហ្នឹងបើគូទៅយើងខ្ញុំផលិតជូននៅតាមក្រោយចានៅក្នុងការធ្វើអត្តសញ្ញាណប័ណ្ណនេះគឺ
នៅក្នុងប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងវត្ថុយកតម្លៃសេវាហ្នឹង 5,000 រៀលតែជនដែលចង់បានកាតហ្នឹងគឺមានអត្ថប្រយោជន៍ដូចខ្ញុំបានលើកបំបញ្ញមកអញ្ចឹងគឺថាឆ្នាំក្រោយទៀតហ្នឹងយកតកាតហ្នឹងទៅបង្ហាញនៅធនាគារកណ្ដាលយ៉ាធនាគារអេស៊ីដានៅតាមសាខាទៅគឺមិនបាច់ពេញលិខិតប្រកាសទៀតទេគឺកាតហ្នឹងបានបញ្ជាក់អំពីអត្តសញ្ញាណនៃរថយានយន្តហ្នឹងប្រភេទអីហើយឆ្នាំអីហើយបង់ប្រមាណហើយមិនបាច់ពេញលិខិតប្រកាសទេគឺចប់តែបើសិនជាអ្នកដែលមិនចង់ចំណាយ 5,000 ហ្នឹងក៏អត់មានបញ្ហាដែរមិនបាច់ទទួលលិខិតកាតនេះទេមិនបាច់គូសក្នុងប្រអប់ហ្នឹងទេគឺអត់អស់ 5,000 ទេក៏ប៉ុន្តែឆ្នាំក្រោយទៀតគឺប្រហែលជាអាចពិបាកនៅក្នុងការបំពេញបែបបាត់ម្ដងទៀតព្រោះដើម្បីសម្រួលសេវាជូនគាត់ហើយកាតនេះគឺមិនមានបញ្ជាក់នៅឈ្មោះម្ចាស់ទេគឺគ្រាន់តែបញ្ជាក់អំពីលេខយានយន្តលេខយានយន្តចេញដោយក្រសួងសាធារណការហ្នឹងឆ្នាំផលិតកម្លាំងប្រមាណសេះហើយលេខម៉ាស៊ីនគឺអត្តសញ្ញាណរបស់យានយន្តហ្នឹងហើយបើសិនជាបងប្អូនលោកចង់លក់រថយន្តបកគលកាតហ្នឹងទៅឲ្យម្ចាស់ថ្មីទៅបានហើយម្ចាស់ថ្មីយកកាតហ្នឹងទៅបង់ពន្ធឆ្នាំក្រោយទៀតក៏បានដែរអត់មានបញ្ហាទេលើកលែងតែម្ចាស់យានយន្តហ្នឹងមកជម្រាបជូនខាងអគ្គនាយកដ្ឋានពន្ធដារថាយើងខ្ញុំដូរម្ចាស់ឬក៏ដូរអាស័យដ្ឋានអញ្ចឹងហើយយើងខ្ញុំនឹងធ្វើបច្ចុប្បន្នភាពជូនដែរប៉ុន្តែមិនត្រូវដូរកាតហ្នឹងទេអត់បច្ចុប្បន្នភាពនៅក្នុងប្រព័ន្ធ IT របស់យើងទេបានន័យថាកាតមួយគឺសម្គាល់រថយន្តនឹងមួយតែម្ដងបាទឲ្យប្រើរហូតតែម្ដងចាហើយចង់យកទៅបង់កន្លែងណាក៏បាននេះជាការពង្រឹងនិងពង្រីកសេវាដើម្បីផ្ដល់ភាពងាយស្រួលជូនអ្នកជាប់ពន្ធទាំងអស់អាយដាមនេះគឺជាផែនការដ៏ពិសេសមួយដែលនាងខ្ញុំជឿជាក់ថាបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋកាន់តែសូម្បីតែនាងខ្ញុំក៏មានអារម្មណ៍ថាសប្បាយចិត្តដែរព្រោះថាលែងពិបាកដោយការលើកមុនទៀតប្រើប្រាស់ពេលវេលាយូរព្រោះថាត្រូវធ្វើការត្រូវធ្វើអីចឹងទៅយើងប្រើប្រាស់ពេលបន្តិចទៅចិត្តទិញនៅចិត្តផ្ទះឬក៏សាខាធនាគារនៅចិត្តផ្ទះចា៎ប៉ុន្តែអាយដាមបានលើកឡើងថានេះជាផែនការសម្រាប់ឆ្នាំក្រោយនាងខ្ញុំចង់ផ្ដោតសម្រាប់ឆ្នាំ2014នេះបន្តិចព្រោះថានឹងមានភាពខុសប្លែកគ្នាដែរសម្រាប់បងប្អូនដែលចង់ទទួលបាននៅលិខិតប្រកាសពន្ធមុននឹងគាត់ឈានទៅដល់ការបង់ពន្ធគាត់ធ្វើរឿងនេះខ្លះហើយដំចាឆ្នាំនេះផ្នែកទៀតគឺយើងខ្ញុំមាននៅក្នុងគេហទំព័ររបស់ពន្ធដារ www.tax.gov.kh គឺមានលិខិតប្រកាសហ្នឹងអាច download មកបំពេញទៅតាមផ្ទះក៏បានឬក៏បើគាត់ចេះចង់បំពេញនៅក្នុងonline ហើយ print មកយកទៅធនាគារយកទៅសាខាតែម្ដងទៅបាក់រងចាំទៅបំពេញនៅធនាគារវានាំលំបាកហើយបើសិនជាគ្មានលទ្ធភាព download ឬក៏បំពេញតាម online ទេមើលគ្រប់កន្លែងទាំងអស់សាខាពន្ធដារទាំងអគ្គនាយកដ្ឋានពន្ធដារនៅធនាគារគឺមានលិខិតប្រកាសពន្ធនឹងឯងគេហៅ form ប្រកាសពន្ធនឹងមានគ្រប់កន្លែងទាំងអស់ដោយឥតគិតថ្លៃដោយឥតគិតថ្លៃចា៎ព្រោះថាការមុនបងប្អូនយើងត្រូវចំណាយ200រៀលបាទ200រៀលក្នុងការទិញលិខិតនេះប៉ុន្តែឥឡូវអត់មានទិញទេលិខិតហ្នឹងគឺអញ្ជើញយកនៅតាមសាខាធនាគារទាំងអស់ចា៎សំទុំធនាគារដែលជាប់អនុសាសនៈដូចជាធនាគារកណ្ដាលយ៉ាធនាគារអេស៊ីដាពីរធនាគារទេចា៎ពីរធនាគារហើយខ្ញុំសូមបញ្ជាក់ផងទៀតថានៅឆ្នាំនេះរាល់លទ្ធប័ត្រដែលលក់នៅក្នុងប្រជាជនជាតិកម្ពុជាទាំងអស់ហ្នឹងគឺយើងបានបញ្ចូលទិន្នន័យនៅក្នុងប្រព័ន្ធ IT របស់យើងហើយអ្នកដែលទិញអតិថិជនទិញគឺខ្ញុំសូមអំពាវនាវដល់បងប្អូនថាកុំទៅទិញតាមផ្សារចា៎ឬក៏អ្នកលក់ខ្លាំងខ្លាយចា៎ដល់ពេលគេត្រួតពិនិត្យទៅឃើញខុសប្រយ័ត្នថាយើងមានលក់អីខ្លាំងខ្លាយអីគឺយើងបាន scan លទ្ធប័ត្រហ្នឹងចូលនៅក្នុងប្រព័ន្ធ database របស់យើងហើយបើការត្រួតពិនិត្យគេហៅថា random check មើលទៅឃើញថាមានខ្លាំងខ្លាយគឺអ្នកដែលបិទខ្លាំងខ្លាយហ្នឹងទទួលទោសហើយបាទដូច្នេះសូមអញ្ជើញទៅទិញតាមធនាគារកណ្ដាលយ៉ាអេស៊ីលីដានិងសាខាពន្ធដារគ្រប់ខេត្តក្រុងទាំងអស់ខណ្ឌខេត្តទាំងអស់កន្លងទៅមានការលើកឡើងថាលក់
คล้ายๆในขณะนี้យើងបាន scan លក្ខប័ណ្ណចូលក្នុងប្រព័ន្ធយើងទាំងអស់ហើយដូច្នេះសូមឲ្យប្រជាពលរដ្ឋទាំងអស់ដូចថាកុំទិញអ្នកលក់ដែលឃើញថាឧទាហរណ៍ថារថយន្តរបស់ខ្លួន2លានអញ្ចឹងគេដល់ឃើញគេយកមកលក់ឲ្យតែ$100អីហ្នឹងឧទាហរណ៍អញ្ចឹងទៅគឺដូចទៅទិញដូចបោះចោលលុយខ្លួនឯងចឹងចាដូច្នេះទស្សនិកជននេះគឺជាសារសំខាន់ហើយយើងឃើញថាកន្លែងដែលមានសុវត្ថិភាពនៅក្នុងការបង់ពន្ធទៅលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះរបស់លោកអ្នកគ្រប់ប្រភេទនោះគឺមានទីតាំងសាខាពន្ធដារខណ្ឌខេត្តរួមជាមួយនឹងសាខារបស់ធនាគារ Esilida និងធនាគារ Canadian ចាឯកឧត្តមនេះខ្ញុំមានសំណួរមួយទៀតប្រជាជនដែលគាត់បានបំពេញកាតព្វកិច្ចល្អគាត់ប្រហែលជាចំណែនទៅដល់អ្នកដែលកិច្ចពន្ធអ្នកដែលប្រើប្រាស់មធ្យោបាយដឹកជញ្ជូនដែលមិនបានបង់ពន្ធតើនៅក្នុងនោះសម្រាប់អគ្គនាយកដ្ឋានពន្ធដារនឹងមានវិធានការបែបណាដែរសម្រាប់ឆ្នាំ2014នេះតតាមដងឯកឧត្តមចាបាទចាប់ពីថ្ងៃទី1ខែមករាឆ្នាំ2015ទៅនៅពេលបញ្ចប់ការបង់ពន្ធអគ្គនាយកដ្ឋានពន្ធដារសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនឹងចុះត្រួតពិនិត្យចំពោះអ្នកដែលមិនបានបំពេញកាតព្វកិច្ចបង់ពន្ធនេះហើយអ្នកដែលមិនមកបង់ពន្ធតាមពេលវេលាគឺត្រូវរងនឹងទោសទណ្ឌនិងពិន័យទៅតាមច្បាប់ដែលមានចែងនៅក្នុងច្បាប់សាលក្រឹតពន្ធគឺបង់ពន្ធផងហើយពិន័យទ្វេដងចា៎បាទដូច្នេះហើយដើម្បីជៀសវាងនៅការប្រហែសនេះសូមអញ្ជើញទៅបង់ពន្ធឲ្យបានឆាប់តាមពេលវេលាជាជាងដល់ពេលជិតដល់ថ្ងៃចប់ហើយនាំគ្នាបញ្ជាគ្នាទៅបង់ពន្ធដល់ទៅបង់ពន្ធធម្មតាទៅធ្លាប់តែរាល់ដងទៅបង់សេវាលឿនដល់បញ្ជាគ្នាទៅមកជួបគ្នាទៅតាំងមករហូតតាន់ថាយើងខ្ញុំផ្ដល់សេវាអត់ទាន់ដូច្នេះហើយមានរយៈពេលច្រើនណាស់6ខែសូមអញ្ជើញធ្វើបង់ពន្ធឲ្យតាន់ពេលវេលាទៅសេវានឹងល្អអរគុណឯកឧត្តមចុងក្រោយនេះឯកឧត្តមមានសំណូមពរអ្វីដើម្បីជំរាបជូនទៅដល់ប្រជាពលរដ្ឋរបស់យើងគ្រប់គ្នាពាក់ព័ន្ធទៅនឹងពន្ធលើមធ្យោបាយដឹកជញ្ជូនក៏ដូចជាយានជំនិះគ្រប់ប្រភេទនេះតតាមដងសូមចេញឯកឧត្តមបាទជាចុងក្រោយយើងខ្ញុំសូមអំពាវនាវដល់ម្ចាស់យានជំនិះគ្រប់ប្រភេទទាំងអស់សូមមេត្តារស់រាន់អញ្ជើញទៅដាក់លិខិតប្រកាសបង់ពន្ធនៅតាមសាខាពន្ធដារខណ្ឌខេត្តនិងសាខានៃធនាគារ Canadian និង Esilida ឲ្យបានរស់រាន់ចំពោះបងប្អូនដែលជាម្ចាស់កម្មសិទ្ធិករដែលមិនបានប្រកាសបង់ពន្ធពីឆ្នាំមុនក៏សូមអញ្ជើញរស់រាន់ទៅបង់ទៅរាជរដ្ឋាភិបាលជាពិសេសសម្រាប់តេជោបានឯកភាពឲ្យធ្វើការលើកលែងទោសទណ្ឌពិន័យចំពោះអ្នកដែលបងប្អូនដែលខកខានមិនបានបង់ពីឆ្នាំមុនហ្នឹងដូច្នេះសូមអញ្ជើញមកប្រកាសបង់ពន្ធរបស់គ្នាទៅចូលរួមចំណែកទាំងអស់គ្នានៅក្នុងការបង់ពន្ធប្រភេទនេះឲ្យបានទាំងអស់គ្នាដើម្បីប្រទេសយើងទាំងអស់គ្នាដើម្បីផ្លូវថ្នល់យើងទាំងអស់គ្នាឲ្យបានស្អាតសូមអរគុណចាសូមអរគុណឯកឧត្តមចាដែលបានផ្ដល់កិត្តិយសសម្រាប់នាងខ្ញុំនៅក្នុងកិច្ចសម្ភាសន៍មួយនេះចាទស្សនិកជនជាទីមេត្រីលោកអ្នកបានជ្រាបនៅក្នុងកិច្ចសម្ភាសន៍នេះពាក់ព័ន្ធទៅនឹងពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ2014នេះហើយនៅក្នុងនោះនាងខ្ញុំជឿជាក់ថាដើម្បីធ្វើជាប្រជាពលរដ្ឋល្អសម្រាប់ប្រទេសកម្ពុជាសូមចូលរួមទាំងអស់គ្នាបំពេញនៅកាតព្វកិច្ចមួយនេះចូលរួមទៅបង់ពន្ធឲ្យបានគ្រប់គ្នាចានាងខ្ញុំថាណាសូមអរគុណសម្រាប់ការតាមដានទស្សនារបស់លោកអ្នកគណៈពេលនេះសូមអរគុណសូមជម្រាបលា